ស្ដីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយតោះកុំឲ្យខាត់ពេលវេលាយូរយើងទៅបន្តសាច់រឿងរបស់ពួកយើងបន្តទៀតបន្ទាប់ពីត្រឡប់មកវិញខាងសានបានបញ្ចប់ការសរសេរឡើងវិញចំនួន10ដងនៃការសរសេរតួអក្សរដោយដែលបាំងយ៉ាងហ្វឹងបានស្នើសុំគាត់សរសេរខ្លឹមសារនៃមេរៀនពេលព្រឹកគឺតាន់ពេលវេលាសម្រាប់ពេលថ្ងៃបន្ទាប់ពីអាហារថ្ងៃត្រង់វាងយ៉ាងហ្វឹងបានឲ្យពួកគេទាំង5នាក់សម្រាប់1ម៉ោងមុនពេលចាប់ផ្ដើមរៀនថ្នាក់រៀនបន្តប្រធានបទនៅពេលរសៀលគឺជាការហ្វឹកហាត់បច្ចេកទេសផ្លាស់ប្ដូរបិសាចចចកខ្យល់ខាងសានកាន់តែចាប់អារម្មណ៍លើរឿងនេះគាត់ចង់ទទួលភាពខ្លាំងពីមុនរបស់គាត់ឡើងវិញហើយនេះគឺជាការចាប់ផ្ដើមជាមួយនឹងការយល់ដឹងអំពីលក្ខណៈសមត្ថភាពនៃពិភពលោកនេះតាមរយៈការយល់ដឹងអំពីលក្ខណៈសម្បត្តិនៃពិភពលោកនេះគាត់អាចទាញយកធម៌ពលរបស់គាត់មកវិញបន្តិចម្ដងក្នុងពេលជាមួយគ្នានេះគាត់ក៏អាចប្រើលក្ខណៈនៃពិភពលោកនេះរួមគ្នាជាមួយនឹងបច្ចេកទេសរបស់គាត់ដើម្បីក្លាយជាអ្នកខ្លាំងជាងមុនមានតែអំណាចដ៏ខ្លាំងប៉ុណ្ណោះទេដែលគាត់អាចធ្វើបានគ្រប់យ៉ាងហេតុផលដែលត្រូវជ្រើសរើសគឺដោយសារតែក្នុងខ្សែឈាមមានផ្នែកមួយដែលជាខ្សែឈាមបិសាចចកខ្យល់ដូច្នេះនៅពេលដែលផ្នែកនេះនៃខ្សែឈាមត្រូវបានជំរុញរាងកាយនឹងមានការផ្លាស់ប្ដូរហើយនឹងទទួលបានសមត្ថភាពខ្លះៗរបស់បិសាចចកខ្យល់នេះត្រូវបានគេហៅថាការផ្លាស់ប្ដូរបិសាចចកខ្យល់មនុស្សដែលមានឈាមបិសាចនៅក្នុងឈាមនោះគឺភ្ញាក់ឡើងនិងគេមានសមត្ថភាពពិសេសសមត្ថភាពទាំងនេះគេហៅថាការផ្លាស់ប្ដូរព្រះបិសាចសារៈសំខាន់នៃការហ្វឹកហាត់គឺជាការពង្រឹងសមត្ថភាពនៅក្នុងខ្សែឈាមដូច្នេះទទួលបានធម៌ពលកាន់តែច្រើនក្នុងរយៈពេល3ឆ្នាំអ្នកត្រូវតែហ្វឹកហាត់ការផ្លាស់ប្ដូរបិសាចចកខ្យល់ឲ្យមានកម្លាំងដល់ដំណាក់កាលទី3យ៉ាងហោចណាស់ដើម្បីឆ្លងកាត់ការប្រឡងខ្ញុំចង់បញ្ជាក់ម្ដងទៀតនេះគឺសម្រាប់ការរស់រានមានជីវិតបើមិនដូច្នេះទេអ្នកនឹងស្លាប់ដោយក្មេង5នាក់ដែលបរាជ័យក្នុងការប្រឡងពីមុនក្រៅពីທາງសានមនុស្ស4នាក់ផ្សេងទៀតមានការភ័យខ្លាចបង្ហាញនៅក្នុងខ្សែភ្នែករបស់ពួកគេដោយមិនដឹងខ្លួនគ្មាននរណាមិនខ្លាចស្លាប់ទេហើយពួកគេក៏ដូចគ្នាដែរដើម្បីហ្វឹកហាត់ការផ្លាស់ប្ដូរបិសាចចកខ្យល់ឲ្យបានត្រឹមត្រូវតែយល់ដឹងអំពីវិធីសាស្ត្រហ្វឹកហាត់របស់ត្រកូលបិសាចដោយមិនគិតអំពីពូជសាសន៍នៅក្នុងត្រកូលបិសាចនៅពេលដែលពួកគេកើតដំបូងធម្មពលមួយប្រភេទនឹងបង្កើតនៅក្នុងខ្សែឈាមរបស់ពួកគេធម្មពលនេះគឺសម្រាប់ពួកគេវាអាចពង្រឹងរាងកាយរបស់ពួកគេជួយឲ្យពួកគេលូតលាស់និងមានសមត្ថភាពសូម្បីតែគ្មានការហ្វឹកហាត់ក៏ដោយក៏រាងកាយរបស់ពួកគេស្រូបយកធម្មពលពីមេឃនិងផែនដីដើម្បីធ្វើឲ្យខ្សែឈាមរបស់ពួកគេខ្លាំងជាងមុនពូជពងបិសាចនិងវិញ្ញាណដែលខ្លាំងជាងមានវិធីសាស្ត្រហ្វឹកហាត់របស់ពួកគេដើម្បីបង្កើនខ្សែឈាមរបស់ពួកគេដូច្នេះការហ្វឹកហាត់របស់ពួកគេកាន់តែងាយស្រួលនិងដំណើរការលឿនជាងមុនដែលជាលទ្ធផលមានសក្តានុពលកាន់តែខ្ពស់វិធីសាស្ត្រហ្វឹកហាត់របស់យើងគឺស្រដៀងគ្នាវិធីមួយគឺស្រូបយកធម្មពលវិញ្ញាណនៃស្ថានសួគ៌និងផែនដីដើម្បីធ្វើឲ្យខ្លួនឯងកាន់តែល្អប្រសើរវិធីមួយទៀតគឺជាការហ្វឹកហាត់ដែលខ្ញុំមានខាងក្រោមនេះជាវិធីហ្វឹកហាត់របស់ខ្ញុំសម្រាប់ដំណាក់កាលទាំង4ដំបូងនៃការផ្លាស់ប្ដូរបិសាចចកខ្យល់ខ្ញុំនឹងចាប់ផ្ដើមបង្រៀនអ្នកឥឡូវនេះចំណុចសំខាន់គឺរបៀបធ្វើឲ្យធម្មពលក្នុងខ្សែឈាមភ្ញាក់ឡើងហើយស្រូបយកធម្មពលច្រើនជាងមុននៅពេលដែលវាភ្ញាក់ហើយត្រូវតែអាចគ្រប់គ្រងធម្មពលនេះបានឥឡូវនេះខ្ញុំនឹងបង្រៀនអ្នករបៀបគ្រប់គ្រងខ្សែឈាមបិសាចចកខ្យល់លោកវ៉ាងយ៉ាងហ្វឹងបានចាប់ផ្ដើមការណែនាំរបស់គាត់ທາງសានបានស្ដាប់ដោយការយកចិត្តទុកដាក់លោកវ៉ាងយ៉ាងហ្វឹងបានបញ្យល់ដោយពាក្យសាមញ្ញបំផុតដែលភាគច្រើនសម្រាប់បងប្អូនទាំង3និយាយទៅគាត់ពិតជាមានទំនុកចិត្តលើសមត្ថភាពយល់ដឹងរបស់ທາງសាននិងមួយស៊ុយជាខ្លាំងវិធីសំខាន់នៅក្នុងការរៀនផ្លាស់ប្ដូរបិសាចចកខ្យល់គឺជាការធ្វើឲ្យខ្សែឈាមភ្ញាក់ឡើងហើយគ្រប់គ្រងធម្មពលដែលមាននៅក្នុងឈាមនោះដើម្បីជំរុញរាងកាយនិងឈាមឲ្យស្រូបយកធម្មពលពីមេឃនិងផែនដីឲ្យបានច្រើនជាងមុននៅពេលដែលពួកគេកំពុងប្រើប្រាស់យោងតាមលោកវ៉ាងយ៉ាងហ្វឹងកន្លែងណាដែលមានធម្មពលពីមេឃនិងផែនដីច្រើនក៏កាន់តែជួយពង្រឹងខ្សែឈាមឲ្យកាន់តែរឹងមាំថែមទៀតប៉ុន្តែបើមានច្រើនពេកមនុស្សមិនអាចទប់ទល់នឹងវាបានទេពីព្រោះរាងកាយរបស់មនុស្សគឺខ្សោយណាស់ដូច្នេះការហ្វឹកហាត់នៅក្នុងទីក្រុងបិសាចចកខ្យល់គឺគ្រប់គ្រាន់សម្រាប់ពួកគេវិធីសាស្ត្រដាក់ខ្សែឈាមមិនស្មុគស្មាញទេចំពោះທາງសានវាគ្រាន់តែប្រើប្រាស់ធម្មពលរបស់បិសាចចកខ្យល់ដើម្បីជំរុញជីពចរនៅក្នុងរាងកាយតែប៉ុណ្ណោះវាជាវិធីហ្វឹកហាត់ដំបូងងាយស្រួលបំផុតបើប្រៀបធៀបទៅនឹងវិធីសាស្ត្រសន្តានគឺស្មុគស្មាញជាងនេះច្រើនដងទោះជាយ៉ាងណាក៏ដោយមិនថាវិធីហ្វឹកហាត់នេះសាមញ្ញប៉ុណ្ណាក៏ដោយក៏ທາງសានមិនអាចរៀនបានឡើយដោយហេតុផលគឺសាមញ្ញគាត់មិនមានខ្សែឈាមបិសាចចកខ្យល់ពិតប្រាកដទេកាំបិតខ្យល់ដែលគាត់មានគឺបានមកពីការប្រើប្រាស់បច្ចេកទេសសន្តានដោយការស្រូបយកធម្មពលចូលទៅក្នុងរាងកាយហើយបន្ទាប់មកបំលែងធម្មពលស្រដៀងគ្នាដោយផ្អែកទៅលើសញ្ញាដែលបន្សល់ទុកដោយកាំបិតខ្យល់ប៉ុន្តែធម្មពលនោះមិនខ្លាំងជាងធម្ម
ពលដើមដែលគាត់ស្រូបយកឡើយដូច្នេះបច្ចេកទេសការផ្លាស់ប្ដូរបិសាចជាចកខ្យល់គ្មានអត្ថប្រយោជន៍សម្រាប់គាត់ទេមានប្រយោជន៍តែចំពោះការយល់ដឹងកាន់តែស៊ីជម្រៅរបស់គាត់អំពីវិធីសាស្ត្រវឹកហាត់នៃពិភពលោកនេះនិងការផ្លាស់ប្ដូរព្រះបិសាចប៉ុណ្ណោះបងប្អូនទាំង3របស់វាងបានរកឃើញអារម្មណ៍នៃការជំរុញឲ្យខ្សែឈាមដើរយ៉ាងលឿនដោយមានការណែនាំនិងជំនួយពីខ្សែឈាមរបស់វាងយ៉ាងហ្វឹងមួយសួយរកឃើញវិធីសាស្ត្រវឹកហាត់បានលឿនជាងគេគ្រាន់តែវាងយ៉ាងហ្វឹងណែនាំតែម្ដងប៉ុណ្ណោះគាត់ក៏អាចវឹកហាត់បានដោយខ្លួនឯងវាងយ៉ាងហ្វឹងណែនាំនាងតែម្ដងគត់ហើយនាងនឹងពីរបៀបវឹកហាត់ដោយខ្លួនឯងពេលដល់ທາງសានមុននឹងវាងយ៉ាងហ្វឹងចាប់ផ្ដើមណែនាំខ្លួនរបស់ທາງសានក៏មានពន្លឺពណ៌ខៀវជុំវិញស្របពេលកាំបិតខ្យល់កំពុងជំរុញពេញរាងកាយរបស់ທາງសានវាងយ៉ាងហ្វឹងសួរທາងសានដោយការភ្ញាក់ផ្អើលអ្នកយល់រួចហើយឬខណៈដែលគាត់មានអារម្មណ៍ថាខ្យល់ជុំវិញរាងកាយរបស់ທາງសានខ្លាំងជាងអ្នកផ្សេងទៅទៀតប៉ុន្តែអ្វីដែលចម្លែកនោះមិនមានសញ្ញានៃការផ្លាស់ប្ដូរបិសាចចកខ្យល់នៅលើរាងកាយរបស់គាត់ទេທາງសាននិយាយថាអ្នកពន្យល់ច្បាស់ណាស់ខ្ញុំបានសាកល្បងបន្តិចហាក់ដូចជាខ្ញុំអាចធ្វើបានវាងយ៉ាងហ្វឹងមើលທາງសានដោយសង្ស័យបន្តិចគាត់ធ្លាប់បង្រៀនអ្នកជាច្រើនមិនមែនທາងសានម្នាក់នេះប៉ុណ្ណោះប៉ុន្តែທາងសានជាមនុស្សដំបូងដែលអាចវឹកហាត់វិធីសាស្ត្រផ្លាស់ប្ដូរបិសាចចកខ្យល់ដោយគ្មានការណែនាំសមត្ថភាពនេះគឺអស្ចារ្យណាស់តាំងពីដំបូងដែលគាត់បានឃើញທາងសានវាងយ៉ាងហ្វឹងមានអារម្មណ៍ថាក្មេងនេះខុសពីគេប៉ុន្តែគាត់មិនអាចប្រាប់ច្បាស់ថាខុសអ្វីនោះទេប៉ុន្តែមិនថាអ្នកមើលយ៉ាងណាទេនេះជាដំណឹងល្អជានិច្ចសូម្បីតែគាត់មិនមានសមត្ថភាពបែបនេះកាលនៅពីក្មេងដែរអ្វីដែលທາងសានចង់សួរពិតប្រាកដគឺតើមានឧបសគ្គនៅពេលដែលដល់ដំណាក់កាលទី3នៃការវឹកហាត់ប៉ុន្តែពេលនេះមិនសមស្របសម្រាប់សួរទេព្រោះបើសួរវាវាងយ៉ាងហ្វឹងអាចមានការសង្ស័យគាត់សម្រេចចិត្តធ្វើតែផ្ទាល់ខ្លួនជាមុនយ៉ាងណាមិញវិធីសាស្ត្រនៃការវឹកហាត់របស់គាត់គឺខុសពីការផ្លាស់ប្ដូរព្រះបិសាចលោកវាងយ៉ាងហ្វឹងបាននិយាយថាមែនហើយបន្តការវឹកហាត់បែបនេះទៅព្យាយាមបង្កើនធម៌ពលខ្សែឈាមរបស់អ្នកក្នុងរយៈពេល1ខែខ្ញុំនឹងធ្វើការវិតម្លៃអំពីការវឹកហាត់របស់អ្នកដើម្បីមើលពីភាពខ្លាំងនៃធម៌ពលរបស់អ្នកທາງសាននិយាយលោកគ្រូតើខ្ញុំអាចសួរសំណួរមួយបានទេវាងយ៉ាងហ្វឹងងក់ក្បាលយល់ព្រមសួរបានណាທາងសានបាននិយាយថាលោកគ្រូនៅលើទឹកដីបិសាចតើអ្វីដែលដំណាក់កាលខ្ពស់បំផុតនៃសមាជិកនៃត្រកូលបិសាចនិងត្រកូលវិញ្ញាណអាចទៅដល់វាងយ៉ាងហ្វឹងភ្ញាក់ផ្អើលជាខ្លាំងគាត់ច្បាស់ជាមិននឹកស្មានថាทางសានសួរសំណួរបែបនេះក៏លេចមើលកូនក្មេងតូចរៀងស្ដើងនៅពីមុខគាត់ហើយភ្នែករបស់គាត់ភ្លឺជាងអ្នកដទៃនិងមានរូបរាងសង្ហាគាត់បាននិយាយថាយោងទៅតាមរឿងព្រេងនិទានវាមានចំណាក់ថ្នាក់ទី12ពិតជាមានកម្លាំងខ្លាំងណាស់តើមានបិសាចដូនតាលើសពីចំណាក់ថ្នាក់ទី12ដែរឬទេខ្ញុំមិនប្រកាសទេពេលបានស្ដាប់ពាក្យរបស់គាត់ทางសានមានអារម្មណ៍ភ័យខ្លាចនៅក្នុងចិត្តគាត់បានធ្វើការសម្រេចចិត្តភ្លាមៗនៅក្នុងពិភពលោកដែលគាត់មកពីដើមហៅថាដែនដីវិញ្ញាណមនុស្សធម្មតាអាចឈានដល់ដំណាក់កាលទី9ប៉ុណ្ណោះបន្ទាប់មកគេត្រូវធ្វើខ្លួនជាព្រះដើម្បីបន្តការអភិវឌ្ឍតែនៅក្នុងពិភពលោកថ្មីនេះដែនដីបិសាចប្រសិនបើកម្រិតទី10 11និង12ស្មើនឹងព្រះថ្នាក់ទី3ថ្នាក់ទី2និងថ្នាក់ទី1ខ្ពស់បំផុតនោះមានន័យថាសមាជិកនៃត្រកូលបិសាចនិងត្រកូលវិញ្ញាណនៅលើទឹកដីបិសាចអាចវឹកហាត់បានរហូតដល់ព្រះថ្នាក់ទី1បើដូច្នេះមែនវានាំឲ្យທາງសានគិតថាផែនដីហ្វាំងឡាញ់គឺជាផែនដីដែលមានធម៌ពលខ្លាំងបំផុតក្នុងចំណោមផែនដីទាំងអស់ដែលគាត់ធ្លាប់ជួបប្រសិនបើបុព្វបុរសបិសាចមានកម្រិតខ្ពស់ជាងព្រះថ្នាក់ទី1នោះវានឹងទៅដល់អាណាចក្រនៃស្ដេចអាទិទេពគឺជាភពដើមរបស់គាត់ទោះជាយ៉ាងណាក៏ដោយនៅទីនេះគាត់មិនបានដឹងពីវត្តមានរបស់អាណាចក្រដ៏ទេវភាពនោះទេប្រសិនបើភពនេះអាចបង្កើតបិសាចកម្រិតស្ដេចដោយគ្មានអាណាចក្រដ៏ទេវភាពទេដោយពឹងផ្អែកទៅលើតែផែនដីប៉ុណ្ណោះមានន័យថាកម្រិតធម៌ពលរបស់ភពផែនដីនេះគឺនៅឋានដ៏ទេវភាពហើយមិនមានមនុស្សធម្មតានោះទេខ្ញុំពិតជាបានមកដល់កន្លែងដ៏ល្អដើម្បីកែសម្រួលបញ្ហានៅកន្លែងខ្ពស់បែបនេះមិនមែនជារឿងងាយស្រួលនោះទេនៅក្នុងការគិតនោះជ្រុងមាត់របស់ທາງសានមិនអាចជួយអ្វីបានទេប៉ុន្តែត្រូវញ័របន្តិចមិនមានជំរឿផ្សេងទៀតទេគាត់ត្រូវប្រើវាយឺតដោយមើលពីរបៀបដែលអ្វីនឹងលាតត្រដាងមួយជំហានម្ដងវាងយ៉ាងហ្វឹងបានណែនាំทางសាននិងមនុស្ស4នាក់ទៀតនៅក្នុងការវឹកហាត់ការផ្លាស់ប្ដូរបិសាចចកខ្យល់ហើយបន្ទាប់មកឲ្យពួកគេទាំងអស់គ្នាត្រឡប់ទៅបន្ទប់របស់ពួកគេវិញដើម្បីវឹកហាត់ដោយខ្លួនឯងនៅពេលដែលហាពេលល្ងាចបានមកដល់វាងយ៉ាងហ្វឹងបាននិយាយទៅវាងដាវាងអឺនិងវាងសានថាខ្ញុំបានគិតឃើញថាអ្នកគួរតែមានឈ្មោះផ្ទាល់ខ្លួនរបស់អ្នកដើម្បីឲ្យមានអ្វីដែលជារបស់អ្នកចង់បានដែរឬទេវាងដាងក់ក្បាលហើយនិយាយថាចង់បានខណៈពេលដែលមើលទៅសាមញ្ញវាងអឺរួចហើយនិយាយថាបានវាងសានដែលជាមនុស្សខ្ពស់បំផុតប៉ុន្តែស្គមបានសួរថាអាចធ្វើបានមែនទេវាងដាមើលវាងសានជាប់ហើយនិយាយថាត្រូវហើយវាងសានហា
ខ្លាចបន្តិចចំពោះវ៉ាងដាហើយបានត្រឹមងក់ក្បាលវ៉ាងយ៉ាងហ្វឹងបាននិយាយថាបានហើយខ្ញុំបានគិតឈ្មោះសម្រាប់អ្នកទាំងអស់គ្នារួចហើយវ៉ាងដាឥឡូវនេះអ្នកត្រូវបានគេហៅថាវ៉ាងចៅវ៉ាងអឺនឹងត្រូវបានគេហៅថាវ៉ាងចុងហើយវ៉ាងសានត្រូវបានហៅថាវ៉ាងស៊ីវលីវ៉ាងចៅនិយាយដោយរីករាយថាល្អណាស់អរគុណលោកគ្រូទីបំផុតខ្ញុំមានឈ្មោះផ្ទាល់ខ្លួនហើយវ៉ាងចុងព្រិចភ្នែករបស់គាត់ប៉ុន្តែមិនបាននិយាយអ្វីទាំងអស់គាត់ស្ងប់ស្ងាត់ជាងអ្នកទាំងពីរផ្សេងទៀតក្នុងចំណោមពួកគេទាំង3គឺមានតែនៅក្នុងក្រសែភ្នែករបស់វ៉ាងចុងប៉ុណ្ណោះដែលທາງសានបានមើលឃើញពីអារម្មណ៍ស្អប់ខ្លាំងចំពោះពិភពលោកនេះវ៉ាងស៊ីវលីងក់ក្បាលថាឈ្មោះរបស់ខ្ញុំមាន3តួតើវាពិបាកសរសេរទេវ៉ាងចុងសម្លឹងមើលវ៉ាងស៊ីវលីដោយប្រកាន់យកចរិតជាបងប្រុសហេតុអ្វីក៏និយាយច្រើនម្លេះអរគុណលោកគ្រូតាមពិតគាត់មានអាយុច្រើនជាងគេវ៉ាងចៅបានណែនាំដោយចិត្តសប្បុរសថាທາງសានសូមឲ្យគ្រូដាក់ឈ្មោះឲ្យអ្នកផងທາງសានក្រវីក្បាលមិនបាច់ទេខ្ញុំចូលចិត្តត្រូវបានគេហៅថាທາງសានអញ្ចឹងតោះញ៉ាំក្រោយពេលបាយល្ងាចរួចពួកគេម្នាក់ត្រឡប់ទៅបន្ទប់វិញដើម្បីវឹកហាត់បងប្អូនទាំង3នាក់របស់វ៉ាងនៅត្រូវការជំនួយពីវ៉ាងយ៉ាងហ្វឹងដើម្បីចាប់ផ្ដើមបង្កើតខ្សែឈាមរបស់ពួកគេທາງសានមិនត្រូវការជំនួយទេអ្វីដែលវ៉ាងយ៉ាងហ្វឹងមិនបានរំពឹងទុកគឺបន្ទាប់ពី1ម៉ោងរៀនលីងមួយសួយអាចធ្វើបានដោយខ្លួនឯងផងដែរនេះជាការនឹកស្មានមិនដល់ចំពោះគាត់នៅពេលយប់ທາងសានអង្គុយលើគ្រែដៃជាប់ជើងហើយគាត់បើកភ្នែកយឺតនៅលើគ្រែវ៉ាងចុងនៅតែបន្តការវឹកហាត់ដោយយកចិត្តទុកដាក់ខ្សែឈាមរបស់គាត់មានស្ថិរភាពខ្លាំងທາງសានអាចមានអារម្មណ៍ថាខ្សែឈាមនៅក្នុងខ្លួនរបស់វ៉ាងចុងគឺលោតតាមលំនាំទៀងទាត់មានចលនាស្រាលនៃធាតុខ្យល់នៅជុំវិញខ្លួនរបស់គាត់ចុះពីលើគ្រែដោយស្ងាត់ភ្នែករបស់ທາងសានប្រែជាត្រជាក់ក្នុងចំណោមកូនទាំង5នាក់នោះតាមពិតគាត់ជាកូនពៅវ៉ាងចៅមានអាយុ17ឆ្នាំហើយវ៉ាងចុងមានអាយុ14ឆ្នាំវ៉ាងស៊ីវលី12ឆ្នាំលីងមួយសួយមានអាយុ10ឆ្នាំតែចំពោះທາງសានគឺមានអាយុ8ឆ្នាំប៉ុណ្ណោះទីបំផុតជីវិតរបស់ពួកគេមានការផ្លាស់ប្ដូរយ៉ាងហោចណាស់ក៏មានស្ថិរភាពដែរមិនចាំបាច់បារម្ភពីការคล้ายជាអាហាររបស់បិសាចនោះទេអ្វីដែលសំខាន់បំផុតនៅពេលនេះគឺជាការបង្កើនកម្លាំងគាត់បានកំណត់ខ្លួនឯងឲ្យមានពេល3ឆ្នាំតែប៉ុណ្ណោះបន្ទាប់ពី3ឆ្នាំវានឹងដល់ពេលដែលត្រូវចាក់ចែងពីកន្លែងនេះហើយក្នុងពេលជាមួយគ្នានោះគឺជាពេលវេលាសម្រាប់ការសងសឹកដោយការក្រឡេកទៅមើលក្រៅបង្អួចឆ្ពោះទៅទិសដៅទីលានក្នុងទីក្រុងបិសាចជាចកខ្យល់ທາງសានបានចាប់កណ្ដាប់ដៃរបស់គាត់ដោយមិនដឹងខ្លួនម្ដាយរបស់គាត់ដែលគាត់ទើបតែបានជួបម្ដងនោះបានស្លាប់នៅក្នុងកណ្ដាប់ដៃនៃកុលសម្ព័ន្ធបិសាចជាចកខ្យល់ហើយវាជាជោគវាសនាដែលមានន័យថាมันមានកន្លែងសម្រាប់ការផ្សះផ្សារវាងគាត់និងបិសាចទៀតទេທາງសានបានបើកបង្អួចយ៉ាងយឺតហើយរូបរាងកាយរបស់គាត់បានលោតចេញទៅតាមបង្អួចបន្ទាប់មកបានបិទវាវឡើងវិញយ៉ាងប្រុងប្រយ័ត្នទោះបីជាការវឹកហាត់របស់វ៉ាងយ៉ាងហ្វឹងខ្ពស់ជាងគាត់ក៏ដោយທາងសានមានទំនុកចិត្តក្នុងការមិនត្រូវបានរកឃើញដោយសារបច្ចេកទេសបឋាំងដែលគាត់យកមកពីជីវិតមុនបោះជំហានទៅមុខដែលស្ងៀមស្ងាត់មួយជំហានម្ដងគាត់បានឆ្ងាយចេញពីកន្លែងស្នាក់នៅគាត់មិនបានសម្ដៅទៅទីលាននោះទេព្រោះគាត់ខ្លាចប្រសិនបើគាត់នៅទីនោះហើយឃើញក្រុងឆ្អឹងទាំងនោះនៅក្រោមអាសនៈគាត់នឹងមិនអាចទប់អារម្មណ៍របស់គាត់បានទេគាត់បានធ្វើដំណើរតាមជ្រុងងងឹតនៃជញ្ជាំងដោយលាក់ទម្រង់របស់គាត់យ៉ាងប្រុងប្រយ័ត្នທາງសានធ្លាប់ទៅទីក្រុងបិសាចជាចកខ្យល់ជាច្រើនដងពីមុនមកហើយទោះបីជាគាត់មិនអាចស្គាល់កន្លែងនេះទាំងអស់បានក៏ដោយក៏គាត់យល់ច្បាស់អំពីទីតាំងភាគច្រើនមិនយូរប៉ុន្មានគាត់បានមកដល់ក្បែរផ្ទះថ្មដ៏ធំមួយពីចម្ងាយគេមើលឃើញថាផ្ទះនោះមានភ្លើងភ្លឺហើយសំឡេងរំខានខ្លាំងពីខាងក្នុងក៏បានឮផងដែរបើតាមទស្សនវិស័យនៃជីវិតមុនរបស់គាត់នេះគឺជាផ្ទះស្រាທາງសានមិនដឹងថាស្រានៅក្នុងពិភពលោកនេះមានរសជាតិយ៉ាងដូចម្តេចទេប៉ុន្តែទីនេះគឺជាកន្លែងដែលបិសាចជាចកខ្យល់ចូលចិត្តបំផុតមេឃពេលនេះបានយប់ហើយប៉ុន្តែកន្លែងនេះនៅតែស្ទើរតែគ្មានភាពស្ងប់ស្ងាត់នេះមានន័យថាทางសានបានរកឃើញទីកន្លែងត្រឹមត្រូវហើយគាត់បានអង្គុយនៅជ្រុងងងឹតមួយសម្លឹងមើលទិសដៅនៃច្រកចូលនៃផ្ទះស្រាហើយរងចាំដោយស្ងៀមស្ងាត់ប្រហែលជាព្រោះវាយប់ហើយដូច្នេះគាត់មិនចាំបាច់រងចាំយូរឡើយពីខាងក្នុងផ្ទះស្រាមានរូបរាងខ្ពស់ជាច្រើនចេញមកដើរយ៉ាងអស្ចារ្យដៃភ្ជាប់គ្នាសម្លេងរបស់ពួកគេឮជាខ្លាំងប៉ុន្តែស្រពេចស្រពិលច្បាស់ជាស្រវឹងបន្តិចបិសាចជាចកខ្យល់ទាំងនេះសើចខណៈពេលដែលពួកគេដើរចេញទៅทางសានបានមើលពេលពួកគេធ្វើដំណើរចូលទៅក្នុងទីក្រុងនៅផ្លូវបំបែកមួយបិសាចចចកបានបំបែកគ្នាហើយធ្វើដំណើរទៅផ្ទះរៀងខ្លួនทางសានបានជ្រើសរើសបិសាចចចកមួយដែលមានរាងមធ្យមហើយដើរតាមទៅ
ទៅយ៉ាងលឿនគាត់បានដើរតាមដោយស្ងៀមស្ងាត់ហើយដោយសារអ្នកម្ខាងទៀតស្រវឹងខ្លាំងពេកទើបគាត់មិនដឹងថាមានគេដើរតាមនៅក្នុងកុលសម្ព័ន្ធបិសាចចចកខ្យល់ជាធម្មតាមនុស្សម្នាក់អាចដឹងពីកម្រិតនៃការដាំដុះរបស់ពួកគេតាមកាយវិការរបស់ពួកគេដោយអ្នកដែលតូចជាងជាធម្មតាគឺជាបិសាចចចកដំណាក់កាលទី2ហើយអ្នកដែលធំជាងគឺជាដំណាក់កាលទី3ចំពោះអ្នកដែលមានរាងកាយរឹងមាំជាពិសេសអាចជាអ្នកដែលមានដំណាក់កាលខ្ពស់ជាងនេះទៅទៀតប៉ុន្តែនៅក្នុងទីក្រុងបិសាចចចកខ្យល់វាពិបាកស្វែងរកបិសាចចចកខ្យល់ដែលមានកម្រិតខ្ពស់បែបនេះលើកលែងតែមួយគត់គឺស្ដេចបិសាចចចកខ្យល់ដែលមានកម្ពស់ជាង3ម៉ែត្រគោលដៅដែលທາງសានបានជ្រើសរើសគឺចចកខ្យល់ដំណាក់កាលទី3ដែលជាចចកខ្យល់ដែលរឹងមាំជាទូទៅនៃទីក្រុងចចកខ្យល់ທາງសានបានដើរទៅជិតពីក្រោយដោយស្ងៀមស្ងាត់ធ្វើចលនាដោយទាញដៃស្ដាំរបស់គាត់ឆ្ពោះទៅរកបិសាចចចកខ្យល់ធម្មពលទុននៃបច្ចេកទេសសន្តានត្រូវបានបញ្ចេញដោយជំនាញពិសេសរបស់បឋាននៃការគ្រប់គ្រងសាច់គ្រានិងចាប់យកនាគចចកខ្យល់នោះស្ទើរតែក្រឡាប់ខ្លួនទៅមុខទោះជាយ៉ាងណាក៏ដោយចចកខ្យល់ដំណាក់កាលទី3មានភាពរហ័សរហួនទោះបីជាស្រវឹងក៏ដោយហើយវាប្រើដៃរបស់វាដើម្បីទប់ទៅនឹងដីក្នុងគោលបំណងដើម្បីងើបឡើងវិញនៅពេលនោះທາງសានបានចាប់ឱកាសហើយបានលោតទៅមុខដោយដាក់ជើងស្រាលៗលើខ្នងខាងក្រោមរបស់បិសាចចចកខ្យល់ដំណាក់កាលទី3សម្រាប់សត្វដូចជាសត្វឆ្កែនិងចចកចង្កេះគឺជាតំបន់ដែលងាយរងគ្រោះបំផុតសម្រាប់ពួកគេចចកខ្យល់គឺជាបិសាចចចកប៉ុន្តែពួកវាមានលក្ខណៈស្រដៀងគ្នាທາងសានបានវាចំចំណុចខ្សោយនោះបណ្ដាលឲ្យរាងកាយរបស់បិសាចចកខ្យល់ខ្សោយយ៉ាងឆាប់រហ័សប៉ុន្តែកញ្ចឹងករបស់វាត្រូវបានទម្លុះដោយម្រាមដៃសន្តានរបស់ທາງសានរួចទៅហើយខ្សែឈាមរបស់វាបានបិទជិតហើយវាបានដាច់ចេញពីគ្នាដោយផ្ទាល់សកម្មភាពជាប់គ្នានេះរហ័សណាស់ហើយក្នុងរយៈពេលត្រឹមតែ2ទៅ3វិនាទីបិសាចចកខ្យល់ដំណាក់កាលទី3បានធ្លាក់ទៅលើដីរួចហើយທາងសានក្រឡេកមើលជុំវិញដោយមិនបានកត់សម្គាល់អ្វីសោះភ្លាមៗនោះគាត់បានអូសបិសាចចកខ្យល់ដំណាក់កាលទី3ចូលទៅក្នុងស្រមោលដោយដាក់ដៃស្ដាំរបស់គាត់នៅលើទ្រូងរបស់វាបន្ទាប់ពីការវឹកហាត់ជាច្រើនឆ្នាំគាត់បានស្គាល់យ៉ាងច្បាស់អំពីធាតុខ្យល់នៅក្នុងខ្សែឈាមរបស់កុលសម្ព័ន្ធបិសាចចកខ្យល់នៅពេលដែលបច្ចេកទេសសន្តានចូលទៅក្នុងខ្លួនរបស់បិសាចចកខ្យល់គាត់បានដឹងអំពីអត្ថិភាពនៃធាតុខ្យល់នៅក្នុងខ្សែឈាមរបស់វាທາງសានមានការភ្ញាក់ផ្អើលព្រោះបិសាចចកខ្យល់នៅរស់មានកម្លាំងខ្សែឈាមខ្លាំងជាងបិសាចចកខ្យល់ដែលស្លាប់2នាក់ដែលគាត់បានឃើញកាលពី2ឆ្នាំមុនបច្ចេកទេសសន្តានបានលេបត្របាក់កម្លាំងនៃខ្សែឈាមនេះហើយទាញចូលទៅក្នុងការវឹកហាត់របស់គាត់ដោយបញ្ចូលគ្នាជាមួយនឹងស្នាមធម្មពលនៃខ្យល់ដែលបានពិសោធន៍ពីមុនអំណាចដូចគ្នាទាំងពីរនេះបានបញ្ចូលគ្នាភ្លាមៗទោះបីជាមានការបាត់បង់កម្លាំងបន្តិចក្នុងដំណើរការនេះທາງសានក៏មានអារម្មណ៍ថាកម្លាំងធម្មពលនៃខ្យល់របស់គាត់កាន់តែរឹងមាំមិនមែនថាកំបិតខ្យល់ខ្លួនវាឡើងកម្លាំងទេប៉ុន្តែស្នាមសម្គាល់ដែលតាក់ទងទៅនឹងកំបិតខ្យល់កាន់តែខ្លាំងឡើងផងដែរនេះមានន័យថាពេលដែលគាត់ប្រើបច្ចេកទេសសន្តានដើម្បីបំលែងកំបិតខ្យល់គាត់អាចបង្កើនកំបិតខ្យល់ដែលមានកម្លាំងខ្លាំងជាងមុនបានអ្វីដែលທາងសានរីករាយបំផុតនោះគឺបច្ចេកទេសសន្តានរបស់គាត់ដោយបានស្ថិតក្នុងកម្រិតកម្ពស់នៃដំណាក់កាលទី3មួយរយៈមកហើយទីបំផុតបានបង្ហាញសញ្ញានៃការធូរស្រាលខណៈពេលដែលបានស្រូបយកធម្មពលនេះហើយហាក់ដូចជាជិតឈានដល់ដំណាក់កាលទី4បន្ទាប់ពីបានសង្កេតយ៉ាងប្រុងប្រយ័ត្នទៅលើបិសាចចកខ្យល់និងការចងចាំរបស់វាທາງសានមិនបានសម្លាប់វាទេប៉ុន្តែបានចាក់ចេញយ៉ាងឆាប់រហ័សហើយត្រឡប់ទៅកន្លែងស្នាក់នៅរបស់គាត់វិញវាមិនមែនថាគាត់មិនចង់សម្លាប់បិសាចចកទេបុរសប្រមឹកម្នាក់បានដើរលេងតាមផ្លូវនិងមិនមានការចាប់អារម្មណ៍នោះទេប៉ុន្តែបិសាចចកដំណាក់កាលទី3ដែលបានស្លាប់នៅក្នុងទីក្រុងប្រកាសជាបង្កភាពច្រឡាចចលជាមិនខានឥឡូវនេះគឺមិនទាន់ដល់ពេលទេ